សួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជាសកម្មភាពដែលខ្ញុំដែលចូលទៅក្នុងវិទ្យាល័យអប់រំពិសេសឬក៏យើងហៅថាសាលាកូថ្លង់ហើយខ្ញុំដើរទៅជាមួយនឹងក្មេងម្នាក់ហើយនេះខ្ញុំនិយាយលេងជាមួយនឹងក្មេងប្រុសម្នាក់នេះហើយគាត់ធ្វើកាយវិការគាត់បង្ហាញខ្ញុំពីពលមានសាលាហើយបន្តមកទៀតខ្ញុំបានដើរជាមួយនឹងក្មេងប្រុសនៅខាងស្ដាំដៃរបស់ខ្ញុំនឹងគាត់ជាមនុស្សកូថ្លង់ដែរបងប្អូនហើយគាត់បង្ហាញរូបភាពអំពីថ្នាក់ដឹកនាំចុះទៅជួយនៅក្នុងសាលាកូថ្លង់ហើយសាលាកូថ្លង់នេះគឺមានក្មេងៗក្មួយជាច្រើនមកពីបណ្ដាលខេត្តនៅជុំវិញខេត្តសៀមរាបឬក៏ខេត្តមួយចំនួនដែលជាតំបន់ខេត្តដាច់ស្រយាលហើយនេះគឺជាអ្វីដែលខ្ញុំប្រាប់គាត់ថាឥឡូវទៅយូរលេខទឹកឲ្យបិទផងដោយសារខ្ញុំចេះវិសាកាយវិការខ្លះឥឡូវខ្ញុំដើរចូលទៅបន្ទប់ធ្វើសរសៃហើយខ្ញុំបានជួបជាមួយនឹងម៉ងលុយក៏ទើបតែមកពីម៉ាសានៅសន្តាគារសិនតាមនីឥឡូវខ្ញុំជួបគាត់ហើយនេះគឺជាបន្ទប់ធ្វើសរសៃបងប្អូនហើយខ្ញុំសូមបញ្ជាក់បន្តិចប្រពន្ធរបស់គាត់ក៏ពិការដែរណាហើយមើលអត់ឃើញទេហើយនេះគឺជាសកម្មភាពនៅក្នុងបន្ទប់ម៉ាសាខ្ញុំឲ្យបងប្អូនបានឃើញហើយជួបជាមួយនឹងសួស្តីបងហើយសួស្តីបងលុយហើយនេះបងលុយហើយសម្រាប់បងប្អូនដែលចង់ធ្វើការម៉ាស្សាធ្វើសរសៃបងប្អូនអាចមករកដល់ទីតាំងបានហើយសួស្តីបងលុយបងសួស្តីមានសេវាកម្មអីខ្លះបាទបងកន្លែងខ្ញុំមានទទួលចាប់សរសៃបែបប្រេងនិងបែបស្ងួតបងបែបឆ្លោះក្រិចហើយចុះបងប្អូនឆ្លោះសរសៃឆ្លោះទៅសូមទៅអីឆ្លោះចកេះទៅអីបាយធ្វើបានអត់បានបងបានអូខេហើយទីតាំងនៅណាទីតាំងនៅក្នុងសាលាវិទ្យាល័យអប់រំពិសេសបាទទៅផ្លូវទៅអង្គរវត្តយើងបងអូខេហើយទល់មុខប្រៃណាបាទបងអូខេហើយមានសេវាកម្មបើសិនគេហៅទៅផ្ទះមានទៅចង់ទៅបានបងបានតលគេមកយកណាបាទបងបាទគាត់ថាឲ្យខ្ញុំទៅតែខ្ញុំចេញសេវាមកទៅដល់ខ្ញុំអូខេចុះបើសិនបើជាបងប្អូនដែលគាត់ចាស់ជរាគាត់មកមិនរួចតែហ្នឹងបងអាចទៅផ្ទះបានប៉ុន្តែលុះត្រាតែចេញសេវាឲ្យណាបាទបងបាទហ្នឹងហើយដូចជាម៉ូតូឌុបអីជាដើមណាបាទហើយមានលេខទូរស័ព្ទមានលេខទូរស័ព្ទទេមានបងមានលេខទូរស័ព្ទប្រកាសលេខទូរស័ព្ទមួយ077 42 82 94អូខេលេខហ្នឹងមាន Telegram ស្រាច់បងអូមានប្រើ Telegram ទៀតណាបាទបងបាទហើយខ្ញុំសូមបញ្ជាក់បន្តិចបងលុយគាត់ជាជនពិការក្មេកដោយសារគាត់អត់មើលមិនសូវឃើញបងណាមើលអត់ឃើញទេប៉ុន្តែ suppose មិនមើលមិនឃើញសោះមើលឃើញតែតិចបំផុតណាបាទហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលកប់សរសៃបងប្អូនឬក៏បងប្អូនចង់ធ្វើសរសៃដែលយើងហៅថាភាសាម៉ាស្សាបងប្អូនអាចមករកដល់ទីតាំងបានហើយស្ថិតនៅសាលាវិទ្យាល័យអប់រំពិសេសទល់មុខប្រៃផ្លូវទៅអង្គរវត្តឬក៏ខាងជើងផ្ទះសំណាក់គ្រូណាបាទអូខេជាប់ផ្ទះសំណាក់គ្រូអូខេអរគុណច្រើនបើមានអីនិយាយទៅកាន់គាត់ទេពុកគាត់ទេបាទអរគុណច្រើនបងបានអរគុណច្រើនណាបាទអរគុណ